បាទសួស្តីពុកម៉ែបងប្អូននិងហើយបងប្អូនឥឡូវយើងមកមើលរបៀបឆ្លាក់សស្រមោល3ជាន់វិញម្ដងបងប្អូនវានឹងមានការប្លែកអារម្មណ៍បងប្អូននេះជាដំបូងយើងឆ្លាក់អក្សរមួយជាន់សិននឹងហើយបងប្អូននេះធ្វើរបៀបហ្នឹងមកបងប្អូនអញ្ចឹងយើងឆ្លាក់ឲ្យវាបានមួយជាន់សិនគឺជាឆ្លាក់នៃអក្សរមូលអញ្ចឹងយើងយកផ្ដើមហ្វិតរបស់យើងនេះមកគឺទាញបែបហ្នឹងបងប្អូននេះសុខបងប្អូនបាទថ្ងៃនេះដែរយើងនឹងបន្តនៅសាច់រឿងរបស់យើងគឺខោសកៈទេវបុត្របាទគឺជាសាច់រឿងភ្ជាប់អំពីខោសកៈសេដ្ឋីបងប្អូនអញ្ចឹងកាលដែលគាត់នៅជាខោសកៈទេវបុត្របងប្អូនអញ្ចឹងបានន័យថាគាត់ជានៅជាទេវតាបងប្អូនគាត់ពុំទាន់ចាប់បដិសន្ធិទៅជាមនុស្សលោកយើងអញ្ចឹងខោសកៈទេវបុត្របាទបន្ទាប់ពីអញ្ចឹងយើងតសាច់រឿងយើងពីមុនណាបងប្អូនដែលមកដល់កន្លែងសំណក់ជាសត្វឆ្កែរបស់សទ្ធីដែលគាត់ប្រើឲ្យទៅនិមន្តព្រះសង្ឃដើម្បីមកអង្គស្គលឬនឹងឆាន់សម្រស់ចង្ហាន់នៅផ្ទះសទ្ធីអញ្ចឹងបន្ទាប់ពីលោកលេងសើចជាមួយសត្វសំណក់នោះមកជាមួយកូនឆ្កែនោះគឺឃើញថាកូនឆ្កែនោះមានប្រាជ្ញានិងការចេះដឹងជាខ្លាំងបានទៅខំស្បង់ជាពោលោកទាញបងប្អូនទាញដើម្បីឲ្យមកនិមន្តទៅផ្លូវត្រូវទាញរហូតដល់រហែកស្បង់ជាពោអញ្ចឹងពេលលោកនិមន្តមកដល់ផ្ទះសទ្ធីនេះសទ្ធីក៏បានសាកសួរនៅព័ត៌មានទាំងឡាយដែលលោកបានរហែកស្បង់ជាពោអញ្ចឹងព្រះសង្ឃក៏បានរៀបរាប់ប្រាប់នៅដំណើររឿងដែលខ្ញុំបានបរិយាយក៏ដូចជានិទាននៅក្នុងវគ្គ2បងប្អូនបាទខុសកសិទ្ធិបងប្អូនបាទបន្ទាប់ពីសិទ្ធិបានស្ដាប់នៅពុទ្ធិការបស់ព្រះសង្ឃមកនោះសិទ្ធិក៏បានត្រាស់បង្គាប់ឲ្យអ្នកបម្រើយកស្បង់ជីពោលោកទៅដេរជាប់ជាធម្មតាវិញបន្ទាប់ពីលោកព្រះសង្ឃធ្វើកិច្ចរួចនិងផតតាភោជនាហារនៅផ្ទះសិទ្ធិរួចនោះលោកក៏បាននិមន្តទៅអាស្រមរបស់ព្រះសង្ឃវិញជាធម្មតាតែថ្ងៃនោះគឺព្រះសង្ឃបាននិមន្តតាមផ្លូវហើយចំណែកកូនឆ្កែរបស់សទ្ធីនោះក៏បានធ្វើដំណើរទៅតាមដោយព្រះសង្ឃក៏សម្ដែងបរិហាអញ្ចឹងព្រះសង្ឃរដងក៏លោកនិមន្តថ្មើរជើងយ៉ាងនិមន្តដើរទៅធម្មតាតែថ្ងៃហ្នឹងគឺព្រះសង្ឃសម្ដែងបរិហាគឺព្រះសង្ឃហ្នឹងគាត់ចេះហោះបងប្អូនមានរិទ្ធបារមីគឺគាត់ព្រះសង្ឃចេះហោះអញ្ចឹងហោះលើអាកាសទៅហើយក៏លាកូនឆ្កែទៅអញ្ចឹងកូនឆ្កែធ្វើដំណើរជូនព្រះសង្ឃនោះដោយឃើញព្រះសង្ឃសម្ដែងបរិហាហោះលើអាកាសអញ្ចឹងកូនឆ្កែមានចិត្តចង់លោតហក់តាមបងប្អូនអញ្ចឹងការសេចក្តីស្រឡាញ់ដក់ជាប់នៅក្នុងចិត្តរបស់កូនឆ្កែនោះគឺធ្វើឲ្យកូនឆ្កែនោះមានដូចជាមានព្រួញបាញ់ចាក់ចំបេះដូងនៃសេចក្តីស្រឡាញ់របស់ឆ្កែចំពោះព្រះសង្ឃអញ្ចឹងមានចិត្តនឹងសង្វេគនឹករលឹកព្រះសង្ឃជាខ្លាំងដោយឃើញព្រះសង្ឃហោះនៅលើអាកាសអញ្ចឹងក៏ដល់នៅសេចក្តីស្លាប់បងប្អូនអញ្ចឹងឆ្កែហ្នឹងកូនឆ្កែក៏អស់អាយុទៅក៏ទទួលមរណៈទៅអញ្ចឹងក៏ស្លាប់ពីកូនឆ្កែទៅនោះក៏ដោយបុណ្យបារមីនៃការធ្វើចំពោះសង្ឃអញ្ចឹងកូនឆ្កែនោះបានចាប់ទៅអានទេវតាបងប្អូនអញ្ចឹងដោយមានឈ្មោះថាខោសកៈទេវបុត្រអញ្ចឹងទេវបុត្រអង្គនោះគឺមានឫទ្ធិបារមីដែលជះខ្លាំងនៅសំឡេងបងប្អូនអញ្ចឹងសំឡេងខោសកៈសិទ្ធិដែលបានលោកដែលខ្ញុំបានចាំនោះគឺថាសំឡេងរបស់ទេវបុត្រនោះខោសកៈទេវបុត្រគឺបានជះសម្លេងរាប់ម៉ឺនយោជបងប្អូនអញ្ចឹងអំណាចនៃបុណ្យបារមីដោយអីបងប្អូនគឺដោយកាលនៅជាកូនឆ្កែនោះគឺបានព្រុសដេញសត្វទាំងឡាយនៅតាមផ្លូវបងប្អូនហើយនិមន្តលោកមកឆានចង្ហាន់ហ្នឹងអញ្ចឹងបុណ្យបារមីដែលបានកសាងប៉ុណ្ណឹងបងប្អូនគឺមានឫទ្ធិបារមីរហូតស្លាប់ពីកូនឆ្កែទៅកើតជាទេវបុត្រក៏មានមហិទ្ធិឫទ្ធិខ្លាំងពូកែមហាអស្ចារ្យគឺមានសម្លេងពីរោះនិយាយទៅកាន់អ្នកណាក៏គេគោរពកោតខ្លាចដោយសារសម្លេងបងប្អូន
ចឹងខុសកៈទេវបុត្រក៏បានសោយរាជសម្បត្តិទៅនៅឋានទេវតាអស់រយៈកាលជាយូរអង្វែងដោយនេះបងប្អូនដោយថាមនុស្សលោកយើងដល់ពេលជួបអាហារទឹកនិងសបាយត្រេកអរសោយនៅបុណ្យរបស់ខ្លួននោះគឺភ្លេចខ្លួនបងប្អូនអញ្ចឹងអាឡ័យទៅជក់សបាយដោយអំណាចនៃបុណ្យរបស់ខ្លួននេះអញ្ចឹងទៅក៏ភ្លឹកនៅក្នុងកាមគុណបងប្អូនអញ្ចឹងទៅក៏ប្រព្រឹត្តខុសឆ្គងនៅច្បាប់នៃទេវតាអញ្ចឹងក៏ស្លាប់អស់បុណ្យពីខុសរែងខុសកៈទេវបុត្រនោះមកធ្លាក់ទៅនរកបងប្អូនដោយសារគាត់ភ្លេចខ្លួនអាឡ័យតែសបាយនៅមហិទ្ធិឫទ្ធិរបស់ខ្លួនអញ្ចឹងសបាយនឹងកាមគុណខ្លាំងអត់បានធ្វើបុណ្យបន្ថែមក៏ធ្លាក់ទៅដល់នរកធ្លាក់ទៅនរកអស់ប្រមាណកាប់នៃនរកនោះបងប្អូនតាមខ្ញុំដឹងអញ្ចឹងបន្ទាប់ពីសោយនៅរងទុក្ខនៅវេទនានៅឯឋាននរកនោះដល់អស់នៃអាយុនៃសត្វនរកនោះក៏បានចាប់ជាតិទៅជាមនុស្សបងប្អូនជាមនុស្សយើងធម្មតាបងប្អូនមនុស្សធម្មតាហ្នឹងគឺចាប់ជាតិទៅលើអ្នកស្រីគេហៅស្រីផ្កាមាសបងប្អូនសម័យនោះគឺដូចយើងហៅថាស្រីខូចអញ្ចឹងណាបងប្អូនអធិស្ឋានបងប្អូនគឺស្រីកាមាសគឺស្រីនឹងគេសំដៅទៅអញ្ចឹងបងប្អូនខ្ញុំមិនហ៊ាននិយាយអាចធ្ងន់ឲ្យលើសនេះទេបងប្អូនអញ្ចឹងស្រីបេសាអញ្ចឹងអានឹងនៃអញ្ចឹងបងប្អូនស្រីផ្កាមាសហ្នឹងគឺស្រីលក់ខ្លួនដើម្បីចិញ្ចឹមជីវិតអញ្ចឹងធម្មតាចំណៃនោះនារីដែលរកស៊ីខាងលក់ខ្លួនអញ្ចឹងនោះគឺគេចង់បានតែកូនស្រីទេអញ្ចឹងប្រសិនបើមានកូនប្រុសគឺគេអត់ត្រូវការយកមកចិញ្ចឹមទេគឺគេនឹងបោះបង់ចោលនឹងឲ្យអ្នកផ្សេងដទៃទៅចិញ្ចឹមបើគេអាចឲ្យបានអ្នកស្គាល់គ្នាតែបើអត់មានគេត្រូវការទេគឺគេនឹងបោះបង់ចោលហើយអញ្ចឹងខុសកៈទេវបុត្រនោះក៏បានចាប់បដិសន្ធិទៅនឹងនារីលក់ផ្កាមាសនោះបងប្អូនហ្នឹងហើយស្ត្រីផ្កាមាសនោះអញ្ចឹងស្ត្រីផ្កាមាសនោះក៏ត្រាស់បង្គាប់ឆ្មបឲ្យយកទៅបោះចោលបងប្អូនគឺអត់ត្រូវការកូនប្រុសហ្នឹងបាទអញ្ចឹងឆ្មបក៏អ្នកបំរើហ្នឹងហើយនិយាយឆ្មបអ្នកបង្កើតអញ្ចឹងក៏ធ្វើតាមទៅយកទៅបោះចោលក្នុងធុងសម្រាប់ហ្នឹងបងប្អូនអញ្ចឹងគាត់ជួនថ្ងៃហ្នឹងមានអ្នកភូមិអ្នកចំការបងប្អូនដីប្រពន្ធហ្នឹងក៏បានធ្វើដំណើរទៅចំការគាត់ជារាល់ថ្ងៃអញ្ចឹងក៏បានឮសំឡេងយំគឺជាសំឡេងនៃខុសកៈទេវបុត្រដែលគេយកមកបោះបង់ចោលនៅកណោសម្រាប់បងប្អូនក៏មានចិត្តស្រឡាញ់ឃើញក្មេងទៅបង្កើតអញ្ចឹងក៏មានចិត្តស្រឡាញ់គេនឹកឃើញយកទៅចិញ្ចឹមក៏រើសយកទៅចិញ្ចឹមទៅបងប្អូនអញ្ចឹងនិយាយពីសិទ្ធិប្រចាំរាជវាំងនៅក្នុងថ្ងៃហ្នឹងដែរបងប្អូនអញ្ចឹងរឿងហ្នឹងវាភ្ជាប់ជាមួយគ្នាទេបងប្អូនក្នុងថ្ងៃដែលកូននឹងគេបោះបង់ចោលហើយក្នុងថ្ងៃដែលគេរើសបានហ្នឹងគឺមានសិទ្ធិប្រចាំរាជវាំងដែលបានទៅគល់ទៅដល់ស្ដេចអញ្ចឹងទៅក៏គេពិភាក្សាជាមួយអាមាត្យហើយនឹងជាមួយរាជសាសនៅប្រចាំរាជវាំងហ្នឹងថាថ្ងៃហ្នឹងហេតុអ្វីបានជាផ្ទៃមេឃវាត្រជាក់យល់សពក៏ល្អអញ្ចឹងចង់ឲ្យហោរាសាស្ត្រហ្នឹងទាយមើលការសបិនរបស់សេដ្ឋីហ្នឹងតើវាពាក់ព័ន្ធនឹងអ្វីអញ្ចឹងនិយាយគ្នាលេងអញ្ចឹងបងប្អូនហោរាសាស្ត្រនោះក៏បានចាប់គុណគូប្រមើលមើលតាមក្បួនហោរាទស្សន៍របស់គាត់ហ្នឹងជំនាញរបស់គាត់ហ្នឹងក៏បានឃើញថាថ្ងៃនេះនឹងមានអ្នកមានបុណ្យបារមីជាសេដ្ឋីលំដាប់ជាសេដ្ឋីកំពូលបងប្អូនបានចាប់បដិសន្ធិកើតនៅក្នុងថ្ងៃហ្នឹងអញ្ចឹងថ្ងៃហ្នឹងគឺជារិទ្ធដ៏អស្ចារ្យដែលក្មេងដែលកើតក្នុងថ្ងៃហ្នឹងគឺពោពេញទៅដោយបុណ្យបារមីខ្ពស់ហើយនឹងអាចសោយគ្រប់គ្រងនៅទ្រព្យសម្បត្តិជាសេដ្ឋីដ៏ធំនៅក្នុងប្រទេសនៅក្នុងសម័យនគរស្ដេចហ្នឹងបងប្អូនបាទអញ្ចឹងគិតមកដល់សេដ្ឋីឯនេះវិញសេដ្ឋីដែលឲ្យហោរាគុណគូនោះនឹកឃើញនឹកព្រួចនៅក្នុងចិត្តថាតិចកូនអញទៅដោយសារគាត់មានភរិយាហ្នឹងគឺគ្រប់ខែហ្នឹងដែរអញ្ចឹងនឹកឃើញថាចាកូនអញហើយកើតថ្ងៃហ្នឹងក៏បង្គាប់ឲ្យអ្នកបម្រើហ្នឹងទៅផ្ទះវិញត្រឡប់ទៅផ្ទះមើលតើប្រពន្ធរបស់គាត់ហ្នឹងឆ្លងទន្លេហើយឬនៅដើម្បីគាត់ត្រេកអរបងប្អូននឹកឃើញថាកូនដែលកើតថ្ងៃហ្នឹងគឺមានឱកាស
ធ្វើធំណាបងប្អូនធ្វើជាសិទ្ធិអញ្ចឹងគាត់ក៏សិទ្ធិដែរតែมันធំដល់ខុសកសិទ្ធិហ្នឹងទេអញ្ចឹងអ្នកបម្រើក៏បានធ្វើដំណើរឡប់ទៅផ្ទះចំណែកឯគាត់គឺនៅជួបជុំពិភាក្សាលេងជាមួយអាម៉ាតក៏ដូចជាសេនាប្រចាំរាជវាំងបងប្អូននៅទីនោះទេអញ្ចឹងអ្នកបម្រើក៏មកផ្ទះរបស់គាត់នៅវិញមកស៊ើបយកព័ត៌មានណាបាទបងប្អូនក៏សូមអធិស្ឋានបងប្អូនរឿងនេះគឺយើងពុំទាន់បានបញ្ចប់នៅឡើយទេដោយសាររឿងនេះវែងណាបងប្អូននៅគាត់នៅគេបោះបង់គាត់ដែលគាត់មានកម្មពីជាតិដែលគាត់ជាមនុស្សនោះទៀតអញ្ចឹងរឿងនេះវែងណាបងប្អូនក៏សូមអធិស្ឋានដោយខ្ញុំបាទនេះធ្វើវីដេអូខ្លីអញ្ចឹងចាំភាគក្រោយទៀតខ្ញុំនឹងបន្តនៅសាច់រឿងហ្នឹងបងប្អូនណាហ្នឹងហើយបងប្អូនអញ្ចឹងបើបងប្អូនយល់ថារឿងនេះបងប្អូនចូលចិត្តដែរសូមបងប្អូនជួយចុច Subscribe ដើម្បីទទួលបានរឿងបន្តណាបងប្អូននិងបទពិសោធន៍ក៏ដូចជាការឆ្លាក់អក្សរដែលបងប្អូនអាចរៀនចេះសរសេរងាយៗនៅក្នុងការសរសេរអក្សរឆ្លាក់បាទអញ្ចឹងក៏សូមជម្រាបលាបងប្អូនសូមអរគុណ